ជាពិសេសអ្នកទីក្រុងភ្នំពេញនេះរវល់បញ្ញាប់បញ្ញាល់លហហនការងារមួយថ្ងៃមូលហេតុដែលខូចចង់ធ្វើ content ចែកជាពីររឿងការសមាធិរឿង manifest គឺខ្ញុំឃើញតែកូនខ្មែរមានចំណេះដឹងនៅកន្លែងនេះគឺទូចមែនទែនហើយយើងគិតថាវាជារឿងឆ្ងាយខ្លួនណាតែអ្នកទាំងអស់គ្នានៅក្រៅប្រទេសផ្លូវ spiritual អ្នកការអភិវឌ្ឍខ្លួនរឿងនេះគឺរឿងធម្មតាមិនថាជារឿង CTI រឿងផ្នែកទី3រឿងច្បាប់ស្រូបទាញរឿងអីនៅប្រទេសគេជារឿងធម្មតាអញ្ចឹងហើយថ្ងៃនេះអ្នកទាំងអស់គ្នាឃើញខូចកំពុងអាត់ clip ខូចកំពុងអាត់ clip មានតែភ្លៀងស្រក់ទៀតនេះកំពុងភ្លៀងខ្លាំងមែនទែនណាហើយក៏នឹកឃើញថាឲ្យកាមេរ៉ាថតដោយសារអីខូចមើលឃើញសង្គមខ្មែរយើងគឺជាសង្គមមួយដែលកំពុងអភិវឌ្ឍនៅពេលដែលយើងកំពុងអភិវឌ្ឍកំពុងទៅលោកសម័យថ្មីបច្ចេកវិទ្យា social media យើងទាំងអស់គ្នាតែងតែឆ្ងាយពីលោកនៃការពិតឆ្ងាយពីលោកនៃធម្មជាតិថ្ងៃនេះខ្ញុំបានមកហាងកាហ្វេមួយនៅជិត office ដែរទេហើយមើលឃើញគាត់រៀបចំល្អខ្លាំងមែនទែនអានេះ no sponsor ប៉ុន្តែវាធ្វើឲ្យខូចអង្គុយជ្រោកភ្លៀងនេះកំពុងភ្លៀងខ្លាំងក៏ខូចនឹកឃើញថាល្អមែនទែនពេលនេះយើងបាន connectជាមួយធម្មជាតិជាពិសេសអ្នកក្រុងអ្នកផ្សារយើងដឹងហើយយើងធ្វើការ office ទៀតអត់ដឹងថ្ងៃអត់ដឹងយប់ទេនៅក្នុង office អត់ដឹងយើងអត់ដែលត្រូវទឹកភ្លៀងយើងអត់ដែលមកជាមួយនឹងធម្មជាតិស្រោបខ្យល់ធម្មជាតិហើយឲ្យគ្រប់គ្នាបានយល់ពីសម្បត្តិនៃធម្មជាតិនេះគឺពោពេញដោយធម្មពលគ្រប់យ៉ាងនៅលើโลกនេះគឺធម្មពលដែល connect ឲ្យយើងដែលបញ្ជូនជិបតឲ្យយើងនេះដោយមិនបាច់អស់លុយធ្វើឲ្យយើងមានធម្មពលហើយវា relax សប្បាយចិត្តអញ្ចឹងខ្ញុំទៅសើហាងកាហ្វេមកកន្លែងនេះខ្លាំងមែនទែនណាដែលគាត់ចេះធ្វើ concept នេះឡើងនៅកណ្ដាលក្រុងហើយគាត់មានរៀបចំបែបធម្មជាតិអញ្ចឹងហើយបានខូចនឹកឃើញអាត់ clip នេះហើយចង់ដំណើរការពោ TikTok នេះត្រឡប់មកវិញសម្រាប់អ្នកដែលតាមខូចដល់តែ 2K ហើយខូចអ្នករៀនរឿងនេះហើយពិតជាចង់ឲ្យគ្រប់គ្នាយល់ខ្លាំងមែនទែនជាពិសេសនៅយើងនៅក្នុងសង្គមដែលរវល់ជាពិសេសអ្នកទីក្រុងភ្នំពេញនេះរវល់បញ្ញាប់បញ្ញាល់លហហនការងារមួយថ្ងៃហើយយើងធ្វើយើងប្រឹងដើម្បីលុយតែផាន់គ្រួសារអស់ធម្មពលឲ្យខ្លួនឯងអញ្ចឹងបានខូចថាជាចំណែកមួយឲ្យគ្រប់គ្នាបានយល់ដឹងពេលខ្លះក៏អ្នកទាំងអស់នេះមានចំណេះដឹងរឿងនឹងត្រាប់ហើយឲ្យយើងចាប់ផ្ដើមមានអ្នកណាម្នាក់មកបំភុះមកឲ្យយើងដឹងថាអូធម្មជាតិគឺវាសំខាន់ហើយនេះគាត់តាមអង្គុយកណ្ដាលភ្លៀងនេះធម្មតាយើងនឹងរត់គេចភ្លៀងហ្នឹងមែនទេរត់គេចភ្លៀងថាអូយភ្លៀងមិនក៏ភ្លៀងនឹងចេះមិនក៏ភ្លៀងនឹងធ្វើឲ្យយើងថត់មិនកើតអីតែដល់ពេលដល់ខូចវិញសบายនៅពេលដែលខូចរៀនរឿងនេះដល់ស៊ីជំរៅគឺថាភ្លៀងឯណាពិតជាធ្វើឲ្យខូច relax មែនតើវាមានធម្មពលមួយយ៉ាងដែលមកតជិបយើងតាំងពេលខ្លះយើងភ្លេចខ្លួនឯងយើងថាអត់មានអ្នកណាផ្ដល់ឲ្យយើងនេះសម័យដល់អង្គុយធម្មជាតិកូចគួននៅក្បែរធម្មជាតិត្រូវទឹកភ្លៀងដូចយើងសម័យពីក្មេងដែលយើងរត់លេងនេះហើយវាធ្វើឲ្យយើងមានកម្លាំងវាធ្វើឲ្យយើងបដូរបរិយាកាសហើយវាធូរស្រាលដូចជារឿងខ្លះវាមិនបានកែបញ្ហាទេរឿងខ្លះបញ្ហាខ្លះវាក៏ដដែលហ្នឹងតែនៅពេលដែលយើងប្រឡែងខ្លួនបែបនេះយើងធ្វើឲ្យយើងមើលជ្រុងបញ្ហានេះវាងាយជាងមុនណាមានន័យថាវាមានវិធីគិតវាមាន idea ដោះស្រាយបញ្ហាជាមុនឬក៏បញ្ហាខ្លះយើងគិតថាអត់មានផ្លូវបញ្ហាខ្លះយើងមើលឃើញតែថោដោះយ៉ាងណាតែវាអត់ជឿជាក់ខ្លួនឯងតែនៅពេលដែលយើងដកខ្លួនឲ្យមកអង្គុយគយគុណធម្មជាតិបន្តិចមកហើយនេះដូចពេលភ្លៀងមកអ្នកមើលសើមខអស់អាលីងអញ្ចឹងមកមានអារម្មណ៍ថាវាប្លែកពីមុនអញ្ចឹងมันវាហួសពីការបរិយាយដែលចង់ឲ្យគ្រប់គ្នានៅសង្គមដែលวุ่នវ៉ាយសង្គមដែលមានញឹករវល់លូឡនេះឲ្យគ្រប់គ្នាមកតបជឿបធម្មពលហើយក៏ផ្ញើคลิปនេះឲ្យគ្រប់គ្នាស៊ីហើយកុំភ្លេច follow TikTok ថ្មីនេះផងណាខូចនឹងមកធ្វើ content បែប spiritual ឲ្យគ្រប់គ្នាមានកម្លាំងចិត្តហើយនឹងតបជឿបខ្លួនឯងស្គាល់ខ្លួនឯងឲ្យច្បាស់ជាងមុន I love you